បាទជម្រាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយដែលបានមកទស្សនាក្នុងChannel YouTube ខ្ញុំបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទនឹងបង្ហាញនិងប្រាប់អំពីអឺរឿងសច្ចធម៌ខ្លះៗពាក់ព័ន្ធទៅនឹងរូបចម្លាក់តាមប្រាសាទអង្គរតូចហ្នឹងហើយចំណងជើងនេះដែរខ្ញុំបាទបានដាក់ថាដើម្បីដឹងពីសាច់រឿងរបស់រូបចម្លាក់នីមួយៗតាមជញ្ជាំងប្រាសាទអង្គរតូចហ្នឹងយើងត្រូវមើលអ្វីមុនគេហ្នឹងហើយអញ្ចឹងយើងគ្រប់គ្នាទៅប្រាសាទអង្គរតូចទៅទស្សនានៅក្នុងប្រាសាទអង្គរតូចមើលរូបចម្លាក់នានាហ្នឹងក៏យើងអត់ដឹងថាយើងចាប់ផ្ដើមពីណាទៅណាទេអញ្ចឹងហើយធ្វើឲ្យយើងមិនដឹងអំពីសាច់រឿងបានត្រឹមតែទៅមើលរូបចម្លាក់ស្នាដៃរបស់បព្វបុរសខ្មែរយើងដែលបានលោកបានសាងនឹងប្រតិស្ថានទុកនេះឯងហ្នឹងហើយអញ្ចឹងខ្ញុំនឹងមកបង្ហាញប្រាប់ដើម្បីងាយស្រួលដល់បងប្អូនទាំងអស់គ្នាដែលទស្សនានៅក្នុងប្រាសាទអង្គរតូចអញ្ចឹងដើម្បីឲ្យយើងគ្រប់គ្នាដឹងអំពីសាច់រឿងលុះត្រាណាតែយើងដឹងអំពីតួអង្គហ្នឹងហើយតោះតែយើងស្គាល់តួអង្គអស់ទៅយើងមើលទៅតាមអញ្ចឹងប្រាសាទនោះទើបយើងដឹងថាអូសាច់រឿងបែបនេះតែបើសិនណាយើងអត់ស្គាល់ពីតួអង្គទេយើងបានតែត្រឹមដើរមើលដូចដឹកគោឲ្យមើលវីដេអូអញ្ចឹងក៏អត់ដឹងអញ្ចឹងខ្ញុំក៏មកប្រាប់ដល់បងប្អូនយើងទាំងអស់គ្នាអញ្ចឹងការទស្សនារូបចម្លាក់តាមប្រាសាទនានាហ្នឹងរូបចម្លាក់នៅក្នុងប្រាសាទអង្គរតូចហ្នឹងជំហានដំបូងគឺយើងត្រូវចូលពីកើតក៏បានពីលិចក៏បានហ្នឹងហើយយើងត្រូវទៅទិសនិរតីក៏ទិសនិរតីទេបងប្អូនគឺទិសខាងលិចឈៀងខាងត្បូងហ្នឹងហើយយើងទៅមើលផ្ទាំងរូបភាពនៅជ្រុងទិសនិរតីនេះដូចខ្ញុំបានថតបង្ហាញអញ្ចឹងនៅក្នុងហ្នឹងនឹងបង្ហាញអំពីតួអង្គហ្នឹងហើយតួអង្គទាំងអស់ដែលនៅក្នុងប្រាសាទហ្នឹងមានតួអង្គអីសីឃើញទេហ្នឹងហើយខាងអីសីចឹងទៅហើយក៏មានតួអង្គប្រម៉ែតួអង្គនាគចឹងទៅណាហើយនេះគឺជាតួអង្គហនុមានព្រះវិស្ណុឃើញទេអញ្ចឹងគេបង្ហាញយើងនៅក្នុងផ្ទាំងនេះទិសនិរតីហ្នឹងនេះឃើញទេគឺជាហនុមានហ្នឹងគឺនៅខាងទិសពីយប់យើងទិសពីយប់ទៅឃើញអញ្ចឹងគេបង្ហាញយើងឲ្យដឹងនៅក្នុងសាច់រឿងហើយផ្ទាំងនេះគឺមើលអត់ច្បាស់ទេអញ្ចឹងពិបាកក្នុងការបកស្រាយប្រាប់បងប្អូនហ្នឹងហើយអានេះចំណែកឯខាងនេះវិញណាឃើញទេគេចង់បង្ហាញអំពីផ្ទាំងសមុទ្រគោទឹកដោះឃើញទេនេះតែនៅទិសខាងកើតនៃប្រាសាទហ្នឹងហើយវាមានតួអង្គអីខ្លះវាមានតួអង្គយក្សសម្គាល់បែបណាតួអង្គទេវតាសម្គាល់បែបណាយើងទៅដល់ហ្នឹងទៅយើងមើលឃើញឃើញអស់គ្នាហើយហ្នឹងហើយតួអង្គហនុមានឃើញទេតួអង្គអេសីតួអង្គអីផ្សេងគឺមាននៅហ្នឹងអញ្ចឹងសម្រាប់បងប្អូនយើងទាំងអស់គ្នាមិនថានៅក្នុងក្រៅប្រទេសទេបើចង់ដឹងអំពីសាច់រឿងនៃភាសានីមួយៗយើងត្រូវមកស្គាល់តួអង្គសិនហើយតួអង្គហ្នឹងគឺមាននៅខាងទិសនិរតីនិងទិសពាយព្យទិសពាយព្យគឺមានរូបសត្វជាច្រើនមានសត្វគ្រុឌហ្នឹងហើយមានសត្វកលែងសេះមនុស្សក្បាលសេះណាមនុស្សថាមានហនុមានមានអីហ្នឹងយើងទៅមើលទៅឃើញតួអង្គហ្នឹងចំណែកឯទិសនិរតីនេះគេចង់ប្រាប់ពីសាច់រឿងសង្ខេបខ្លះៗពាក់ព័ន្ធជាមួយនឹងហើយជាងមានចម្លាក់រូបអីចាប់ពីយើងធ្វើដំណើរពីមុខប្រាសាទមកយើងមើលទៅលើទៅយើងនឹងឃើញហើយវាមានសាច់រឿងពាក់ព័ន្ធជាមួយនឹងសមុទ្រគោទឹកដោះវាមានសាច់រឿងពាក់ព័ន្ធជាមួយនឹងទន្លេអ៊ុំ
វាមាននៅក្នុងនឹងទាំងអស់